ថ្ងៃនេះខ្ញុំធ្វើវីដេអូចែករំលែកមួយទាក់ទងជាមួយនឹងការប្រៀបធៀបត្បូង Specialty ជាមួយនឹងត្បូងទទឹមសង្ជាណាបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំចាប់អារម្មណ៍ថាត្បូងពីរនេះគឺពណ៌របស់គេនឹងគឺពណ៌ក្រហមក្រូចដូចគ្នាតែម្ដងសឹងតែដូចគ្នាចង់ 95% ណាបងប្អូនទាំងអស់គ្នាហើយបើយើងមើលនៅក្នុងវីដេអូវិញគឺបើសិនជាឧទាហរណ៍ថាយើងអត់ប្រាប់ថាមួយណាជាសង្ជាក៏រៀងពិបាកបែងចែកដែរណាបងប្អូនទាំងអស់គ្នាប៉ុន្តែប្រភេទត្បូង Specialty បើយើងមើលខាងក្រៅគឺពណ៌របស់គេក្រហមក្រូចប៉ុន្តែរៀងជាប់ស្រមោលក្រមៅបន្តិចណាបងប្អូនទាំងអស់គ្នាហើយបើយើងនិយាយពីកម្រិតរឹងវិញគឺបានត្រឹមតែ6កន្លះទៅ7ជាប្រភេទត្បូងដែលយើងធ្វើការច្នៃឆៅបានណាបងប្អូនទាំងអស់គ្នាហើយបន្តមកទៀតបាននេះជាប្រភេទត្បូងទទឹមសង្ជាគឺពណ៌គេក្រហមក្រូចប៉ុន្តែចរណៃផងគេគឺសាច់ស្រឡះដោយសារតែជាប្រភេទត្បូងសាច់រឹងកម្រិតរឹង9ចុចប៉ុន្តែត្បូងសង្ជានេះទាមទារត្រូវធ្វើការដុតដែលដុតចេញពីត្បូងពណ៌សណ្ដែកបាយទៅជាពណ៌ក្រហមណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងមានចម្ងល់អាចសួរបន្ថែមទៀត